អស់លោកអ្នកស្ដាប់ជាទីមេត្រីតទៅនេះយើងខ្ញុំសូមជូនកម្មវិធី Hello VOA នៅយប់នេះលោកអ៊ូរទ្ធីសហស្ថាបនិកក្រុមយុវជនកាហ្វេនយោបាយបានចូលរួមជាវាគ្មិនរបស់យើងខ្ញុំដើម្បីពិភាក្សាអំពីការទាមទាររបស់យុវជនឲ្យមានការជជែកដេញដោលគ្នាអំពីគោលនយោបាយរវាងមេដឹកនាំគណៈបកប្រកួតប្រជែងគ្នាសូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94ឬលោកអ្នកអាចសរសេរសំណួរទៅយើងខ្ញុំនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាសយដ្ឋាន facebook.com/VOA ខ្មែរដើម្បីចូលរួមបន្ទាប់ពីការផ្សាយកម្មវិធី Hello VOA យើងខ្ញុំនឹងជូនព័ត៌មានអន្តរជាតិដោយលោកជឹងពូជីនតទៅនេះខ្ញុំសូមប្រកល់នាទីនេះជូនទៅលោកសៃម៉ូនីដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅទីក្រុងភ្នំពេញនៅក្នុងរាត្រីនេះចា៎សូមអញ្ជើញលោកម៉ូនីបាទសូមអរគុណអ្នកស្រីនុចសារីតាអរលោកអ្នកនាងជាទីមេត្រីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះគេសង្កេតឃើញថាយុវជនខ្មែរកាន់តែច្រើនឡើងបាននាំគ្នាចាប់ផ្ដើមប្រឡូកនៅក្នុងឆាកនយោបាយហើយយុវជនជាច្រើនទៀតនឹងក៏បាននាំគ្នាបង្កើតជាក្រុមដើម្បីពិភាក្សាគ្នាយ៉ាងសកម្មអំពីបញ្ហានយោបាយហើយព្យាយាមបង្កើតឲ្យមានវប្បធម៌ជជែកដេញដោលគ្នាខាងគោលនយោបាយនៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះយើងនឹងជជែកគ្នាអំពីការទាមទាររបស់យុវជនឲ្យមានការជជែកពិភាក្សាដេញដោលគ្នាទៅលើគោលនយោបាយហ្នឹងពីសំណាក់អ្នកដឹកនាំគណៈបកនយោបាយដែលប្រកួតប្រជែងគ្នាដណ្ដើមយកសម្លេងឆ្នោតពីប្រជាពលរដ្ឋនោះបាទហើយនៅថ្ងៃនេះនៅក្នុងបន្ទប់ផ្សាយរបស់ VOA យើងនៅរាជធានីភ្នំពេញមានលោកអ៊ូរទ្ធីជាសហស្ថាបនិកក្រុមយុវជនកាហ្វេនយោបាយជាក្រុមមួយដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានយោបាយនៅក្នុងប្រទេសក្តីនៅក្នុងតំបន់និងនៅក្នុងពិភពលោកបាទពួកគាត់នាំគ្នាជជែកហើយសួរគ្នាដេញដោលពីបញ្ហាដែលទាក់ទងនយោបាយដូច្នេះបើលោកអ្នកនាងមានសំណួរឬក៏ចម្ងល់ចង់ចូលរួមក្នុងកម្មវិធីនេះសូមទូរស័ព្ទមកយើងខ្ញុំតាមលេខ012 51 51 94ឬបើលោកអ្នកប្រើបណ្ដាញ Facebook សរសេរមកយើងខ្ញុំតាម facebook.com/voa ខ្មែរបាទកុំឲ្យខាត់ពេលយូរខ្ញុំសូមជំរាបសួរវាគ្មិនរបស់យើងតែម្ដងបាទសូមជំរាបសួរលោករទ្ធីបាទជំរាបសួរបងមនីហើយសូមជំរាបសួរបងប្អូនអ្នកស្ដាប់វិទ្យុ VA ទាំងអស់ជាទីគោរពសូមអរគុណច្រើនលោករទ្ធីដែលបានចំណាយពេលអញ្ជើញចូលរួមជាវាគ្មិនរបស់យើងនៅយប់នេះបាទអរគុណបាទរដ្ឋាភិបាលអាចជួយបង្ហាញហើយនឹងបង្ហើបប្រាប់អ្នកស្ដាប់យើងត្រួសបាននេះថាតើហេតុអីបានជាការជជែកដេញដោលគ្នាអំពីគោលនយោបាយហ្នឹងវាមានសារៈសំខាន់ណាសម្រាប់ប្រជាពលរដ្ឋខ្មែរជាពិសេសសម្រាប់យុវជនខ្មែរនោះបាទសូមអញ្ជើញបាទដំបូងយើងជជែកអំពីស្អីទៅហៅថាការដេញដោលគ្នាបែបនេះអំពីគោលនយោបាយការដេញដោលគ្នាអំពីគោលនយោបាយហ្នឹងយើងលើកយក topic ប្រធានបទមួយអំពីគោលនយោបាយដែលតាក់ទងទៅនឹងប្រយោជន៍ជាតិប្រយោជន៍សាធារណៈដែលជារឿងមួយដែលគេចង់ដឹងចង់ឮហ្នឹងយកមកពិភាក្សាយកមកដេញដោលវែកញែករកហេតុរកផលយើងមិនមែនឆ្លោះគ្នានៅពេលដែលយើងជជែកទេយើងមិនមែនមានបំណងរកខុសរកត្រូវចំពោះអ្នកជជែកទេយើងមិនមែនចង់បំបាក់មុខដៃគូដែលយើងជជែកជាមួយគ្នាទេទោះបីជាយើងមកពីបកផ្សេងគ្នាមកពីក្រុមយុវជនផ្សេងគ្នាក៏ប៉ុន្តែយើងចង់រកហេតុផលចង់វិភាគដើម្បីរកមធ្យោបាយដើម្បីរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាគោលនយោបាយហ្នឹងឲ្យវាមានប្រសិទ្ធភាពតើយើងរកមធ្យោបាយបែបណាដើម្បីដោះស្រាយរឿងហ្នឹងឲ្យវាមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រយោជន៍ជាតិប្រយោជន៍រួមរបស់យើងហើយស្ថានភាពសពថ្ងៃយើងសំខាន់មែនទែនរឿងការពិភាក្សានយោបាយការសួរដេញដោលគ្នាហ្នឹងបើយើងក៏លេចមើលការចូលរួមនយោបាយឥឡូវបច្ចុប្បន្ននេះយើងឃើញថាមានការល្អប្រសើរជាងមុនឆ្ងាយណាស់យុវជនចាប់អារម្មណ៍រឿងនយោបាយនាំគ្នានិយាយច្រើនតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook អីជាដើមហ្នឹងអញ្ចឹងហើយបានយើងត្រូវពង្រឹងគុណភាពនៃការចូលរួមនយោបាយយើងមានការចូលរួមនយោបាយប៉ុន្តែយើងត្រូវពង្រឹងគុណភាពបន្ថែមទៀតឲ្យវាការចូលរួមនយោបាយហ្នឹងឲ្យវាមានលក្ខណៈល្អជាងមុនឲ្យវាមានគុណភាពល្អទៅស្របតាមទៅនឹងក្របខ័ណ្ឌប្រជាធិបតេយ្យអញ្ចឹងហើយបានជាយើងរើសយកការដេញដោលហ្នឹងគឺជាបេះដូងនៃប្រជាធិបតេយ្យគឺជារឿងសំខាន់នៃប្រជាធិបតេយ្យស្ថានភាពសពថ្ងៃនេះអ្នកនយោបាយក្តីសង្គមអង្គការសង្គមស៊ីវិលក្តីត្រូវការយុវជនដើម្បីសម្រេចនៅបំណងតាំងពីការអភិវឌ្ឍចំពោះអង្គការសង្គមស៊ីវិលចំពោះគណៈបកនយោបាយគេត្រូវការយុវជនដើម្បីគ្រប់គ្រងដើម្បីយកឈ្នះ
ការបោះឆ្នោតនៅឆ្នាំ2017-2018អញ្ចឹងយើងបើយើងមើលលើទិន្នន័យនៃការបោះឆ្នោតនៅខាងមុខនេះយើងឃើញថាយុវជនប្រហែលជា1.2 លានហ្នឹងគាត់ជាអ្នកសម្រេចជោគវាសនាថាតើគណៈបកណានឹងអ្នកកាន់អំណាចគណៈបកណានឹងឈ្នះឆ្នោតអញ្ចឹងគណៈបកត្រូវការយុវជនដើម្បីឲ្យខ្លួនបានកាន់អំណាចអញ្ចឹងយុវជនត្រូវការអ្នកនយោបាយហ្នឹងចិត្តសឿងហ៊ានឡើងមកជជែកតវ៉ាដេញដោលគ្នាដើម្បីឲ្យយុវជនយុវជនសម្រាប់ចិត្តថារើសមួយណារឿងការសួរដេញដោលគ្នានេះសំខាន់មែនទែនទីមួយយើងអាចដឹងអំពីសមត្ថភាពអ្នកដឹកនាំថាតើគាត់ចេះវិភាគដោះស្រាយបញ្ហាបានកម្រិតណាគាត់មានសមត្ថភាពប៉ិនប្រសពក្នុងការរកហេតុរកផលក្នុងការដោះស្រាយរឿងគោលនយោបាយជាសំខាន់រឿងច្រើនណាស់ស្រុកខ្មែរយើងរឿងជនអន្តោប្រវេសន៍រឿងបញ្ហាអត់ការងារធ្វើរឿងបញ្ហាបរិស្ថានរឿងបញ្ហាដីធ្លីអន្តោប្រវេសន៍ចំណាក់ស្រុកអីជាដើមតើអ្នកនយោបាយហ៊ានឡើងតទល់គ្នាជជែកវែកញែករកហេតុផលដើម្បីដោះស្រាយបញ្ហាហ្នឹងអត់ហ្នឹងបានយើងឲ្យមានចង់ឲ្យមានការដេញដោលគ្នារវាងអ្នកដឹកនាំរវាងអ្នកនយោបាយដើម្បីឲ្យយើងឃើញថាអ្នកនយោបាយមកពីគណៈបកនេះមានសមត្ថភាពគួរឲ្យយើងបោះឆ្នោតឲ្យទី2យើងចង់ដឹងពីចរិតលក្ខណៈអ្នកដឹកនាំហ្នឹងថាតើអ្នកដឹកនាំមានចរិតមានភាពជាអ្នកដឹកនាំហើយឬនៅពេលដែលគាត់ជជែកតទល់គ្នាជាមួយដៃគូប្រកួតប្រជែងប្រកបហ្នឹងគាត់បង្ហាញនៅភាពប៉ិនប្រសប់នៅក្នុងការនិយាយភាពប៉ិនប្រសប់នៅក្នុងការពន្យល់បង្ហាញនៅចរិតជាមេដឹកនាំអ្នកដឹកនាំខ្លះទៅចែកចាប់តែច្រឡោតតតងខឹងខ្វះការអត់ធ្មត់ខ្វះការយោគយល់ខ្វះការអធ្យាស្រ័យហើយមិនអាចទទួលគំនិតរបស់អ្នកដទៃដែលគិតផ្ទុយពីខ្លួនអញ្ចឹងអ្នកដឹកនាំប្រឈមទៅនឹងការបោះឆ្នោតទម្លាក់ពីប្រជាជនអញ្ចឹងយើងចង់បានអ្នកដឹកនាំដែលមានចិត្តក្លាហានមកទៅចែកអញ្ចឹងដើម្បីយើងងាយស្រួលជ្រើសរើសគាត់ត្រូវការយើងដើម្បីបោះឆ្នោតសម្រាប់ជោគវាសនា2018ដើម្បីអំណាចរបស់បកជារឿងមួយដែលយើងអូខេជារឿងមួយសំខាន់ដែលយើងសហការគ្នាក៏ប៉ុន្តែយើងក៏ត្រូវការឲ្យគាត់ដើម្បីមកជជែកគ្នាឲ្យយើងដឹងថាតើសមត្ថភាពគាត់ប៉ុណ្ណាតើមួយណាល្អជាងមួយណាតាក់ទងទៅនឹងការអភិវឌ្ឍប្រទេសជាតិតាក់ទងទៅនឹងការអភិវឌ្ឍគោលនយោបាយប្រទេសរបស់យើងនេះអ្វីដែលពួកខ្ញុំចង់បានជាទីបំផុតបាទសូមអរគុណច្រើនលោករដ្ឋីយើងមានសំណួរពីអ្នកសួរតាមបណ្ដាញ Facebook លោកននសេរីបុត្រលោកសេរីបុត្រសួរជាច្រើនសំណួរប៉ុន្តែខ្ញុំសូមលើកតែមួយសំណួរដើម្បីទុកឱកាសឲ្យអ្នកសួរយើងផ្សេងទៀតបានចូលរួមសួរជាសំណួរឬក៏បញ្ចេញមតិយោបល់ផងដែរបាទននសេរីបុត្រសួរសំណួរមួយថាតើលោកយល់យ៉ាងណាអំពីអ្នកនយោបាយចាស់បាទតើអ្នកយល់យ៉ាងណាពីអ្នកនយោបាយចាស់ដែលកំពុងដឹកនាំប្រទេសបច្ចុប្បន្ននេះបាទតើតើនឹងប្រធានបទយើងនេះដោយសារយើងអត់ដែលឃើញទេការជជែកគ្នាពីគោលនយោបាយនៅក្នុងចំណោមអ្នកដឹកនាំនយោបាយអញ្ចឹងលោករដ្ឋាភិបាលយ៉ាងម៉េចចំពោះអ្នកនយោបាយចាស់ដែលដឹកនាំប្រទេសបច្ចុប្បន្នសូមជឿដំបូងចាប់អារម្មណ៍ថាស្អីទៅនយោបាយភាគច្រើនពីមុនមក4-5 ឆ្នាំមុននយោបាយនឹងគឺជារឿងមួយដែលគេនិយាយទៅមានការភ័យខ្លាចនយោបាយនឹងគឺជារឿងមួយដែលគេថាវាជាបពពួកវាជាពុករលួយក៏ប៉ុន្តែឥឡូវយុវជនជាពិសេសយុវជននឹងរឿងនយោបាយនេះគឺជារឿងថ្មីដែលគាត់ចាប់អារម្មណ៍គាត់ចាត់ទុកនយោបាយដូចជារឿងកំសាន្តអញ្ចឹងដូចពួកខ្ញុំរឿងនយោបាយដូចជារឿងទៅដើរលេងកំសាន្តថ្ងៃសៅរ៍អាទិត្យយើងជុំគ្នាយើងជជែករឿងនយោបាយច័ន្ទសុក្រយើងធ្វើការអញ្ចឹងចំពោះពួកខ្ញុំជាយុវជនថ្មីខ្ញុំចាត់ទុកនយោបាយជារឿងកំសាន្តជារឿងដែលសំខាន់សម្រាប់ជីវិតរបស់ខ្ញុំចំពោះអ្នកនយោបាយចាស់ដូចបងមានប្រសាសន៍អញ្ចឹងអ្នកនយោបាយពីមុនមកគាត់អត់ចូលចិត្តទៅចែកពិភាក្សាទេយើងតែងតែពេលដែលយើងពិភាក្សាយើងតែងតែនិយាយថាកាលហ្នឹងមានការជាប់គាំងនយោបាយហើយជាតិមួយឆ្នាំហើយអ្នកដឹកនាំអត់បានទៅចែកគ្នាយើងនាំគ្នានិយាយលេងកាលនោះមានយុវជនមកពីគ្រប់គណៈបកមកទៅចែកចឹងថាប៉ះសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយនិងលោកសំរងស៊ីក៏លោកគុំសុខាក៏ធ្លាប់ទៅចែកគ្នាដូចយើងអញ្ចឹងម្លោះពេលដែលគាត់ឡើងពេលដែលកាន់អំណាចគាត់ដឹងគាត់មានវប្បធម៌នៃការជជែកហើយអញ្ចឹងហើយបានយើងចង់ថាអ្នកដឹកនាំអត់ចេះចរចាគ្នានៅពេលដែលមានបញ្ហាបណ្ដោយឲ្យមានអំពើហិង្សាស្លាប់ប្រមាណអ្នកដោយសារអត់ចរចាគ្នាដល់ស្លាប់ហើយបានចរចាអញ្ចឹងយើងថាប៉ះសិនបើយើងនៅពេលហ្នឹងបើគាត់ជាយើងមានទម្លាប់នៃការនិយាយទម្លាប់នៃការវិភាសាល្អជាងមុនអញ្ចឹងខ្ញុំចង់និយាយថាអ្នកដឹកនាំពីមុនគាត់អត់មានវប្បធម៌នៃការវិភាសាហើយរឿង debate មួយស្មើទល់មុខក៏គាត់អត់មានវប្បធម៌នឹងដែរនេះគឺជាចំនួនចាស់អ្នកនយោបាយចាស់នៅក្នុងសង្គមថ្មីហើយយើងក៏អត់នេះដែរឥឡូវយើងមានអ្នកនយោបាយថ្មីចូលកាន់អំណាចឧទាហរណ៍ថ្មី
គណៈបកកណ្ដាលអំណាចមានយុវជនជាច្រើនចូលនៅក្នុងគណៈកម្មការកណ្ដាលមានអ្នកនយោបាយចំនួនថ្មីច្រើនអញ្ចឹងយើងសង្ឃឹមថាបរិបត្តិមុនវារលកមុនវាទៅហើយអញ្ចឹងចំនួនក្រោយនយោបាយអ្នកនយោបាយថ្មីនេះគួរតែចាប់ផ្ដើមសហការគ្នាបង្កើតវប្បធម៌ដេញដោលគ្នាជួយគ្នាបង្កើតឲ្យមានវប្បធម៌ដេញដោលគ្នាដើម្បីយើងស្វែងរកគោលស្វែងរកដំណោះស្រាយឬក៏វិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាប្រទេសជាតិសម្រាប់ដោះស្រាយរឿងគោលនយោបាយអភិវឌ្ឍរបស់ប្រទេសជាតិទាំងអស់គ្នារឿង debate នេះមិនមែនចង់ឲ្យឈ្នះចាញ់មិនមែនថាអ្នកឯងអាក្រក់អ្នកឯងល្អទេយើងចង់ឲ្យមានការជជែកគ្នាដើម្បីរកប្រយោជន៍រួមយើងអត់ឆ្លោះគ្នាទេយើងគ្រាន់តែនិយាយតែបាទសូមអរគុណច្រើនលោករដ្ឋីបាទអស់លោកអ្នកនាងពេលនេះលោកអ្នកកំពុងតែតាមដានស្ដាប់នីតិសម្លេងយុវជនរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកបាទ Direct from Washington The Voice of America VOA បាទពេលនេះយើងកំពុងតែជជែកពិភាក្សាគ្នាអំពីការទាមទាររបស់យុវជនឲ្យមានការជជែកដេញដោលគ្នាអំពីគោលនយោបាយរវាងមេដឹកនាំគណៈបកនយោបាយដែលប្រកួតប្រជែងគ្នាដណ្ដើមយកសម្លេងឆ្នោតពីប្រជាពលរដ្ឋខ្មែរបាទហើយនៅក្នុងបន្ទប់ផ្សាយក្នុងរាជធានីភ្នំពេញរបស់យើងនៅយប់នេះគឺមានលោកអ៊ូរ៉ាធីជាសហស្ថាបនិកក្រុមយុវជនកាហ្វេនយោបាយជីវៈក្មិនបាទបើលោកអ្នកនាងមានសំណួរឬក៏មតិយោបល់ចង់ចូលរួមក្នុងកម្មវិធីនេះសូមទូរស័ព្ទមកយើងខ្ញុំតាមលេខ012 51 51 94ឥឡូវយើងមានអស់លោកអ្នកស្ដាប់ដែលកំពុងទូរស័ព្ទចូលគឺកញ្ញាស្រីវឿនមកពីខាងខេត្តព្រៃវែងបាទសូមជំរាបសួរកញ្ញាស្រីវឿនបាទមានសំណួរឬមតិយោបល់សូមអញ្ជើញបាទជំរាបសួរលោកគ្រូសាយជំរាបជំរាបសួរដល់លោកគ្រូយុគមិនផងបាទជំរាបសួរបាទស្រីវឿនអរគុណខ្ញុំមានសំណួរមួយចង់សួរដល់លោកយុគមិនចាក់ត្រង់ទៅនឹងយុវជនពេលនេះស្ដាប់ប្រសាសន៍របស់លោកឡើងថាចង់ឲ្យអ្នកនយោបាយចាស់ឬក៏អ្នកនយោបាយថ្មីហើយត្រូវការជជែកពិភាក្សាគ្នាជាដំណោះស្រាយដើម្បីទប់ស្កាត់ក្នុងការអំពើហិង្សាឬក៏បាត់បង់រហូតដល់ជីវិតរបស់ប្រជាពលរដ្ឋចឹងខ្ញុំដាក់សំណួរទី1ខ្ញុំចង់សួរថាតើយុវជនមានតួនាទីក្នុងការបកអ្វីខ្លះដើម្បីជំរុញឲ្យគោលនយោបាយរបស់គណៈបកដែលជាការប្រជែងនឹងពេលអាណត្តិរបស់ឆ្នាំនេះនេះឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនទី1ទី2ខ្ញុំចង់ដឹងថាតើពេលបច្ចុប្បន្ននេះកម្រិតនៃការយល់ដឹងរបស់យុវជនជំរុញឲ្យអ្នកនយោបាយគោរពតាមឆន្ទៈរបស់យុវជនហ្នឹងវាមានរំលឹងទៅសម្រាប់ថ្ងៃអនាគតដែលអត់បើលោកយុវជនលើកមិញលើកឡើងថាខាងគណៈបកកណ្ដាលអំណាចបដូរយុវជនច្រើនប៉ុន្តែខ្ញុំអត់មានជំនឿចិត្តទេព្រោះក្រុមយុវជនដែលចូលមកនៅក្នុងគណៈបកកណ្ដាលអំណាចជាខ្សែបតិរបស់ក្រុមគ្រួសាររបស់គាត់ដែលជាប់ទៅកាន់អំណាចឬក៏ធ្វើគោលនយោបាយតាមបរិបទចាស់ដដែលនឹងខ្ញុំមានតែប៉ុណ្ណឹងទេអរគុណលាលាបាទសូមអរគុណច្រើនកញ្ញាស្រីវឿនបាទដែលបានចូលរួមសួរសំណួរដ៏សំខាន់នេះបាទអញ្ចឹងកញ្ញាមាន2សំណួរហើយបើសិនជាលោករទ្ធីចាប់បានខ្ញុំភ្ជាប់សំណួរលោកអ្នកស្ដាប់តាមបណ្ដាញ Facebook មួយទៀតដែលមានលក្ខណៈផាកប្រហែលបាទគឺម៉ារីឈ្មោះគាត់ដាក់បាននៅក្នុងបណ្ដាញ Facebook ម៉ារី Cambodia ទៀតបាទម៉ារីសួរថាតើក្រមយុវជននឹងធ្វើយ៉ាងម៉េចឲ្យបណ្ដាញយុវជននឹងមានការផុសផុលកាន់តែខ្លាំងឡើងនៅក្នុងការជជែកពីរឿងបញ្ហានយោបាយហ្នឹងអញ្ចឹងគួបជាមួយនឹងសំណួររបស់កញ្ញាស្រីវឿនទូនីតិរបស់យុវជនតែយុវជនត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមានការជជែកគ្នាដេញដោលគ្នាក្នុងគណៈបកនយោបាយនេះជាសំណួរទី1សូមអញ្ជើញលោករទ្ធីបាទសូមអរគុណសំណួរល្អយើងដឹងថាស្ថានភាពឥឡូវយុវជនក៏បានចូលរួមច្រើននៅក្នុងរឿងនយោបាយក៏ប៉ុន្តែការចូលរួមនយោបាយដូចខ្ញុំលើកឡើងខាងដើមវាអត់ទាន់មានគុណភាពដែលយើងអាចទទួលបានការចូលរួមនយោបាយភាគច្រើនយើងឃើញថាចូលរួមទៅតាមបម្រើគណៈបកនយោបាយទៅតាមគណៈបកនយោបាយមួយហើយគាត់ទៅចែកគាត់ប្រើភាសាដើម្បីការពារបកការពារប្រយោជន៍គណៈបកនីមួយអញ្ចឹងអាកន្លែងនេះយើងអត់ទាន់អាចទទួលបានយើងចង់ឲ្យមានយុវជនជាច្រើននឹងហ៊ានបើកចិត្តឲ្យទូលាយនិយាយរិះគន់ស្ថាបនាទៅលើគោលនយោបាយផុសបកខ្លួននឹងដើម្បីការពិវត្តដើម្បីឲ្យវាមានការរីកចម្រើនទាំងអស់គ្នាអញ្ចឹងក្រុមយុវជនដែលហ៊ាននិយាយឯករាជ្យ
រិះគន់ទៅលើគណៈបកទូទៅនឹងវាអត់ទាន់មានទេសូមទោះបីជាយុវជនភាគច្រើនចូលរួមនយោបាយក៏ដោយអញ្ចឹងគុណភាពនៅមានបញ្ហាហើយខ្ញុំយកចាប់អារម្មណ៍ថារឿងគុណភាពការចូលរួមនយោបាយនឹងរឿងសំខាន់បំផុតវាជាអាយុជីវិតផលប្រទេសជាតិរឿងនយោបាយនេះដូចជារឿងសាសនាអញ្ចឹងកាលណាយើងចូលរួមនយោបាយដែលខ្វះនៅការវិភាគខ្វះនៅការពិចារណាយើងអាចคล้ายទៅជាអ្នកជ្រុលនិយមអាចคล้ายទៅជាអ្នកប្រើអំពើហិង្សាយើងអាចคล้ายទៅជាអ្នកការពារប្រយោជន៍ប្រយោជន៍ពួកវាជ្រុលពេកជ្រុលនិយមវាអាចហ៊ានទៅដល់ថ្នាក់បូជាជីវិតទៅទៀតរឿងនយោបាយហើយរឿងសាសនារឿងដូចគ្នាអញ្ចឹងការចូលរឿងនយោបាយបែបជ្រុលនិយមនេះមិនមែនជារឿងល្អសម្រាប់ប្រទេសជាតិទេចឹងបានជាយើងចង់ប្រមូលយុវជនដែលឯករាជ្យហ្នឹងមកជុំគ្នាពិភាក្សាវិភាគវែកញែកដេញដោលគ្នាកាលណាយើងដេញដោលគ្នាយើងរកឃើញចំណុចថ្មីចំណុចល្អច្រើនសម្រាប់ការអភិវឌ្ឍរបស់យើងហើយកាលណាយើងនិយាយគ្នាដេញដោលច្រើនយើងដឹងថាតើអ្នកនយោបាយនេះមានគោលនយោបាយអភិវឌ្ឍប្រទេសបែបម៉េចគណៈបកនេះមានយ៉ាងម៉េចហើយចរិតរបស់អ្នកនយោបាយនេះជាចរិតយ៉ាងម៉េចយើងអាចទុកចិត្តគាត់បានទេយើងអាចឲ្យគាត់ជាអ្នកដឹកនាំបានអត់នៅពេលដែលយុវជនគាត់មានចំណេះដឹងមានព័ត៌មានច្រើនអញ្ចឹងគាត់អាចបោះឆ្នោតសម្រេចរឿងទាំងអស់សំខាន់គឺរឿងបោះឆ្នោតយុវជនមានចំណេះដឹងយុវជនមានទទួលបានព័ត៌មានពិតចេះវិភាគគាត់មិនទៅបោះឆ្នោតឲ្យគណៈបកនយោបាយណាដែលនិយាយសន្យាចេះតែសន្យាចេះតែថាស្រេចតែចិត្តដល់ពេលសួរមែនតែនដេញដោលឆ្លើយអត់ចេញអញ្ចឹងគេអត់បោះឆ្នោតឲ្យគាត់ទេសំខាន់គឺព័ត៌មានរបស់យុវជនដែលគាត់ទទួលបានហ្នឹងប៉ុន្តែលោករទ្ធីយើងមើលទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើងរហូតមកដល់ពេលនេះមិនទាន់មានការជជែកដេញដោលគ្នារវាងមេដឹកនាំគណៈបកនយោបាយនឹងផងប៉ុន្តែគណៈបកនយោបាយនៅតែមានការគ្រប់គ្រងយើងនិយាយឲ្យស្មោះត្រង់ទៅគេនៅតែមានសន្លឹកឆ្នោតជាប់ដដែលអញ្ចឹងចាំបាច់អីដែលចាំបាច់ទៅធ្វើការពិភាក្សាដេញដោលគ្នាទៅអីទៀតបើគាត់ទទួលបានសន្លឹកឆ្នោតគ្រប់គ្រងរៀងខ្លួនទៅហើយនោះបាទទង្វើបែបនេះវាមិនមែនជារឿងល្អសម្រាប់ប្រជាធិបតេយ្យហើយវាមិនមែនជាផ្លូវមួយដែលយើងអាចរកគោលរកវិធីសាស្ត្រឬក៏រកមធ្យោបាយនៅក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍជាតិនឹងឲ្យល្អទៅមុខបានទេពួកយើងចេះតែសន្យាដល់ពេលយើងធ្វើទៅវាអត់ត្រូវគ្រាន់ណាមានគោលនយោបាយនេះធ្វើប៉ុន្តែវាធ្វើវាអត់ត្រូវព្រោះអត់បានពិភាក្សាវែកញែកវាឆ្ងាយអំពីការពិតវាឆ្ងាយអំពីភាពអនុវត្តទៅបានរបស់គោលនយោបាយការអភិវឌ្ឍអញ្ចឹងយើងចេះតែសន្យាទៅប្រជាជនគាត់អត់សូវមានព័ត៌មានទេគាត់យល់ថាអាចទៅរួចសន្យាខ្ញុំស្រួលទាំងអីសន្យាឲ្យអីក៏បានតែប៉ុន្តែធ្វើអីដល់ពេលធ្វើអត់បានអានេះជាបញ្ហារបស់ប្រទេសជាតិទាំងមូលយើងនិយាយថាគេស្រួលហើយអត់បាច់ទៅធ្វើអីអ្នកបោះឆ្នោតនៅតែមានក៏ប៉ុន្តែបើយើងជាអ្នកនយោបាយមានឆន្ទៈគិតពីប្រយោជន៍អនាគតប្រទេសជាតិកសាងប្រជាធិបតេយ្យកសាងអភិវឌ្ឍរាប់មានគំនិតរកគោលនយោបាយរកវិធីសាស្ត្រក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យវាល្អឲ្យវាមានប្រសិទ្ធភាពយើងគួរតែមកជជែកគ្នាហើយរឿងដែលគាត់ឲ្យរឿងដែលអ្នកនយោបាយចាស់មិនមកវិភាសាគ្នានេះមកពីកត្តាជំរុញពីអ្នកបោះឆ្នោតអត់យល់អ្នកបោះឆ្នោតមិនសូវមានព័ត៌មានសន្យាអីក៏ជឿក៏ប៉ុន្តែនៅក្នុងសង្គមថ្មីយុវជនថ្មីអ្នកបោះឆ្នោតថ្មីមានព័ត៌មានច្រើនជាងមុនគេយល់ដឹងជាងមុនអញ្ចឹងគេថាបើសិនបើឯងសន្យាអញ្ចឹងវាជាការសន្យាមួយដែលពិបាកវាស់វែងវាត្រូវការមានអ្នកជំនាញវាត្រូវការមានអ្នកវិភាគវាត្រូវការមានគណៈបកផ្សេងមកដេញដោលគ្នាទៅតើការសន្យានោះវាទៅរួចអត់មនុស្សអ្នកបោះឆ្នោតមានចំណេះដឹងច្រើនជាងមុនយើងមិនអាចចេះតែនិយាយបានទេអញ្ចឹងហើយអ្នកនយោបាយណាដែលសន្យាខ្វះការពិតឬក៏កំណែតម្រង់អីដែលវាមិនអាចទៅរួចអ្នកនយោបាយហ្នឹងនឹងអាចប្រឈមទៅនឹងការបាត់បង់សិលឹកឆ្នោតអីហើយព្រោះយុវជនថ្មីអ្នកបោះឆ្នោតថ្មីមានចំណេះដឹងថ្មីបាទប៉ុន្តែមែនតើតើយុវជនដូចជាក្រមលោកនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យអ្នកនយោបាយនឹងគាត់មកជជែកដេញដោលពីគោលនយោបាយគណៈបកគាត់ប្រកួតគ្នាណាបង្ហាញពីគោលនយោបាយដើម្បីតាក់ទាញសម្លឹងសិលឹកឆ្នោតពីប្រជាពលរដ្ឋបាននោះបាទយើងមើលអ្នកនយោបាយចំនួនមុនយើងថាយើងតរួចទេយើងមិនអាចទៅអញ្ជើញគាត់មកពិភាក្សាអីចឹងបានទេប៉ុន្តែយើងអ្នកនយោបាយក្រោយកូនចៅគាត់នឹងអាចជា
ជាអ្នកដែលបន្តវេនហ្នឹងអាចយើងអញ្ជើញគាត់ឲ្យមកពិភាក្សាបានគាត់មានចំណេះដឹងជាងមុនគាត់មានចំណេះដឹងជាងថ្នាក់ដឹកនាំមុនគាត់មានភាពគាត់អាចបើកចំហផ្លូវចិត្តច្រើនជាងអ្នកដឹកនាំមុនអញ្ចឹងគាត់អាចយល់ដឹងហើយណាមួយកត្តាសំខាន់បំផុតនោះគឺយុវជនដែលមានចំណេះដឹងគាត់ជំរុញឲ្យគាត់មកបើអ្នកនយោបាយណាចិត្តសឿងក្លាហានជាងគេយើងពេញចិត្តអ្នកដឹងជាងគេអ្នកនយោបាយណាដែលមានចំណេះដឹងមានចរិតល្អនិយាយអីយើងជាសាធារណៈច្រើនទៅយើងយល់យើងថាអូអ្នកនេះល្អមានចំណេះដឹងច្រើនមានភាពជាអ្នកដឹកនាំមានការវិភាគបកស្រាយមានហេតុមានផលយុវជនបោះឆ្នោតឲ្យចុះបើអ្នកឯងមិនមកនិយាយគ្នាមិនមកជជែកមិនមកភាសាមិនទាំងស្គាល់មុខចេញនរណាផងហើយយើងទៅបោះឆ្នោតឲ្យយ៉ាងម៉េចសំណាងហើយកាលមុនគេបោះឆ្នោតឲ្យព្រោះមនុស្សអត់មានព័ត៌មានអត់មានចំណេះដឹងមានជារង្វាន់មានជាកាដូអីតិចតួចឲ្យគាត់បោះឆ្នោតឲ្យក៏ប៉ុន្តែឥឡូវមិនមែនទេត្រូវការពន្យល់ឲ្យបានក្បោះក្បាយត្រូវការហេតុផលដើម្បីបោះឆ្នោតបាទសូមអរគុណលោករទ្ធីឥឡូវយើងមានអត់លោកអ្នកស្ដាប់ដែលបានទូរស័ព្ទចូលគឺលោកលៀបមកពីខាងខេត្តបាត់ដំបងបាទខ្ញុំសូមជំរាបសួរលោកលៀបបាទមានសំណួរឬក៏មតិយោបល់សូមអញ្ជើញបាទសូមអរគុណលោកតែមនីសូមគោរពលាភសួរលោករទ្ធីផងដែរបាទសូមអញ្ជើញបាទដោយសារចេះខ្ញុំឆ្ងល់ដោយសារខ្ញុំចង់ដឹងថាបទបញ្ជាទៅក្នុងរបស់កាហ្វេនយោបាយរបស់លោកពូរទ្ធីមានអ្វីខ្លះមូលហេតុអញ្ចឹងដែរខ្ញុំចង់ដឹងថាពីព្រោះអីយុវជនបច្ចុប្បន្ននេះតែងតែគ្រប់គ្រងគណៈបកផ្សេងគ្នាគ្រប់គ្រងយ៉ាងកាត់មុខអស់គ្នាចឹងនៅពេលដែលជជែកគ្នាខ្ញុំតែងតែដឹងតាមខាងកាហ្វេនេះកាហ្វេជជែកគ្នាតែងតែឈ្មោះគ្នាតែងតែជេរគ្នាអ្នកខ្លះតមាត់គ្នាលេងនិយាយរោគ្នាអញ្ចឹងនៅពេលដែលគណៈពួកយុវជនហ្នឹងគាត់ឈ្មោះគ្នាគាត់តើលោកមានការទៅសម្របសម្រួលយ៉ាងម៉េចដែរមួយទៀតគឺខ្ញុំចង់សួរលោករដ្ឋាភិបាលថានៅពេលដែលយើងបានស្ដាប់ការជជែកគ្នារបស់គាត់ហើយយើងគិតថាផលជជែករបស់គាត់គឺជាផ្លែផ្កាល្អយើងចង់កត់ត្រាទុកមានន័យថាចង់បញ្ជូនការល្អទៅខាងគណៈបកកាន់អំណាចគណៈបកដឹកនាំហ្នឹងគឺថាយើងត្រូវដល់របាយការណ៍ទៅនឹងតាមរយៈអីនឹងខ្លាចកន្លែងលោកកាន់ថាយើងធ្វើជិះទៅព្រៀងដូចថាជិះនៅតែក្នុងខមណាมันអាចមានអតិពលអ្វីទៅលើសង្គមបានយើងជជែកក្នុងជជែកបានសមត្ថជែកមិនឮដល់អ្នកដឹកនាំគណៈបកទាំងឡាយចឹងវិធីសាស្ត្រឲ្យលោកអ្នកដឹកនាំក៏ដឹងហ្នឹងធ្វើតាមរបៀបណាមួយទៀតខ្ញុំចង់ដឹងថានៅសហរដ្ឋអាមេរិកក៏ដោយនៅពេលដែលគេចិត្តបោះឆ្នោតមកដល់គេតែងតែអញ្ជើញគណៈបកហ្នឹងមកដេញដោលគ្នាអំពីគោលនយោបាយដោយលោករដ្ឋាភិបាលចឹងខ្ញុំចង់ដឹងថាតើលោករដ្ឋាភិបាលក្នុងនាមជាអ្នកកាហ្វេនយោបាយតើលោកអាចអញ្ជើញគាត់មកនៅពេលណាអញ្ជើញមកតាមរយៈអីឡើងតាមទូរទស្សន៍ឬក៏វិទ្យុពីព្រោះអីអ្នកនយោបាយបច្ចុប្បន្ននេះកម្រឡើងណាស់កម្រឡើងជជែកឲ្យលោករដ្ឋាភិបាលស្ដាប់ពីព្រោះអីគាត់បានទៅជជែកខាងគណៈបករបស់គាត់បើកាលណាគាត់ទៅផ្សព្វផ្សាយខាងមានខាងសមាជអីខាងគណៈបកដែលអ្នកគ្រប់គ្រងរបស់គាត់ទៅជួបគាត់ជេរគណៈបកផ្សេងទៀតទៅអ្នកនេះកាន់ខាងអ្នកនេះទៅជួបអ្នកគ្រប់គ្រងខ្លួនឯងជេរអ្នកនោះទៀតទៅដូច្នេះវប្បធម៌ជេរនេះវប្បធម៌ជេរលោករដ្ឋាភិបាលធ្វើយ៉ាងម៉េចក្នុងនាមអ្នកនយោបាយជាន់ថ្មីណាធ្វើយ៉ាងម៉េចដើម្បីកុំឲ្យមេដឹកនាំជេរពីព្រោះគេថាបើពុំវាព្រះនឹងក៏វិដែរបើអ្នកដឹកនាំជេរក្មេងៗជំនាន់ក្រោយក៏ជេរដែរតើលោករដ្ឋាភិបាលគិតយ៉ាងម៉េចដើម្បីបំបត្តិវប្បធម៌ជេរឲ្យមកជាបំបត្តិមកជាវប្បធម៌សន្តិនិកគ្នាវិញខ្ញុំបានណាខ្ញុំលាពីខេត្តបាត់ដំបងសូមអរគុណសូមជម្រាបបាទសូមអរគុណច្រើនលោកលៀបមកពីខាងខេត្តបាត់ដំបងបាទដែលបានចូលរួមសំណួរ3ហើយមានមតិយោបល់ផ្ទាល់ខ្លួនទាក់ទងប្រធានបទនឹងលោករដ្ឋាភិបាលដោយសារសំណួររបស់លោកលៀបច្រើនលោកអាចជ្រើសរើសឲ្យអាចសូមឆ្លើយខ្លីៗហើយចំចំណុចតែម្ដងបាទទី1នៅក្នុងក្រមរបស់លោកហ្នឹងក្រម Political Coffee របស់លោកហ្នឹងត្រូវមានបទបញ្ជាផ្ទៃក្នុងម៉េចក្នុងការដោះស្រាយបើសិនជាក្រមសមាជិកអីហ្នឹងជជែកគ្នាឆ្លោះគ្នាដេញដោលគ្នាបាទសូមខ្លីៗចំនួនទី1សិនបាទសូមជួយកន្លងមកយើងវិភាសាគឺទៅតាំងពី2011យើងអត់ដែលមានអ្នកមកប្រកែកជេរបចោឬក៏ឆ្លោះគ្នានៅក្នុងវេទិកាយើងទេវេទិកាតុកកាហ្វេយើងទេ
សមាជិកភាគច្រើនក៏ជាយុវជនគាត់បានរៀនសូត្រយ៉ាងតិចក៏និស្សិតមហាវិទ្យាល័យដែរមកពិភាក្សាហ្នឹងអ្នកខ្លះជានិស្សិតបញ្ចប់បរិញ្ញានុបណ្ឌិតអីចឹងទៅក៏អត់បានប្រើពាក្យជេរបចោលទេនៅក្នុងការពិភាក្សារបស់យើងហ្នឹងអញ្ចឹងបានយើងថាយើងមានអារម្មណ៍វិជ្ជមានមែនទែនដល់ពេលយុវជនថ្មីគាត់ជជែកពីគោលនយោបាយជាងគាត់ជជែកពីហេតុពីផលក៏អត់បានជេរទេនេះគឺជារឿងមួយថ្មីដែលបងប្រហែលជាមិនដឹងប៉ុន្តែយើងថ្មីយើងអត់បានជជែកគ្នាទេសំណួរទី2តាក់ទងទៅនឹងតើក្រុមរបស់លោកនឹងគ្រាន់តែជជែកគ្នាឬក៏មានវិធីសាស្ត្រយ៉ាងណាក្នុងការបញ្ជូនសារទៅឲ្យអ្នកនយោបាយហើយតើអាចអញ្ជើញគាត់ណាសំណួរទី2ទី3ខ្ញុំភ្ជាប់តែម្ដងអញ្ជើញពួកគាត់នឹងឲ្យមកជជែកគ្នាដេញដោលគ្នាតាមកញ្ចក់ទូរទស្សន៍ឬក៏យ៉ាងម៉េចទេបាទសូមជឿសំណួរទី2យើងមានរឿង2ទី1យើងពិភាក្សាដេញដោលគ្នាអំពីនយោបាយអំពីគោលនយោបាយរៀងរាល់ថ្ងៃសៅរ៍រសៀលទី2យើងបានទៅសេវិភាគយកអាគំនិតដែលយើងបានជជែកគ្នាពិភាក្សាគ្នារៀងរាល់ថ្ងៃសៅរ៍ហ្នឹងយើងទៅសេយើងវិភាគយើងដាក់នៅក្នុងគេហទំព័ររបស់យើងមាន website របស់យើងហ្នឹង politiccafe.com www.politiccafe.com ហើយនៅក្នុងហ្នឹងមានអត្ថបទវិភាគរបស់យុវជននឹងច្រើនណា60ទៅ70អត្ថបទហើយដែលយុវជនគាត់និយាយពីគោលនយោបាយអភិវឌ្ឍគាត់និយាយពីកសិកម្មគាត់និយាយពីរឿងគាត់និយាយរឿងសង្គមសេដ្ឋកិច្ចរឿងនយោបាយនិងទំនាក់ទំនងអន្តរជាតិបើអ្នកនយោបាយចង់មើលឬក៏បងប្អូនទាំងអស់ចង់មើលចូលទៅ website ហ្នឹងទៅឃើញហើយតើយុវជនមានសមត្ថភាពវិភាគរឿងគោលនយោបាយប៉ុណ្ណាសំណួរទី3តើយើងអាចអញ្ជើញអ្នកដឹកនាំនឹងមកឡើងទូទស្សន៍យើងអត់មានទូទស្សន៍ទេប៉ុន្តែយើងមានហាងកាហ្វេយើងនឹងត្រៀមមានហាងកាហ្វេផុសខ្លួនឯងនៅទីក្រុងភ្នំពេញនេះយើងចង់បង្កើតវប្បធម៌ថ្មីមួយគឺយើងមានហាងកាហ្វេប៉ុន្តែហាងកាហ្វេហ្នឹងពោពេញទៅដោយអ្នកនយោបាយយុវជននយោបាយជាវេទិកានៃការសួរដេញដោលរឿងនយោបាយជាវេទិកាជាកន្លែងញ៉ាំកាហ្វេក៏ប៉ុន្តែយើងផ្ដល់ព័ត៌មានផ្ដល់ចំណេះដឹងថ្មីដល់អ្នកមកញ៉ាំកាហ្វេហ្នឹងនេះគឺជាបំណងរបស់យើងហើយនៅក្នុងហាងកាហ្វេហ្នឹងយើងមានកន្លែងសម្រាប់ជា stage ជាកន្លែងឈរសម្រាប់ពិភាក្សាគ្នាជាកន្លែងឈរសម្រាប់បាទជាវេទិកាសម្រាប់ដេញដោលគ្នាបានអញ្ចឹងយើងខ្ញុំជឿថាខ្ញុំមិនអាចយុវជនដទៃក៏មិនអាច VA ស៊ីសេរីក៏មិនអាចអញ្ជើញអ្នកដឹកនាំកម្ពុជាមក debate មកដេញដោលគ្នាបានទេក៏ប៉ុន្តែយើងមានយើងព្យាយាមប៉ុន្តែយើងអាចអញ្ជើញយុវជនចំនួនក្រោយដែលជាអ្នកដឹកនាំផងគណៈបកនីមួយៗមកបានយើងជឿថាអញ្ចឹងបាទសូមអរគុណច្រើនលោករដ្ឋីបាទហើយសំណួរតាក់ទងនឹងភាសាអក្សរអីហ្នឹងលោកបានឆ្លើយហើយថាក្រុមរបស់លោកមិនដែលប្រើប្រាស់ភាសាមិនគប្បីឬក៏អាក្រាមអីនៅក្នុងការជជែកពិភាក្សាក្នុងទៀតបាទហើយទៀតបងគាត់សួរថាម៉េចបានធ្វើម៉េចបានកុំឲ្យអ្នកដឹកនាំជេរបាទយើងមិនអាចទៅបិទមាត់អ្នកដឹកនាំមិនឲ្យជេរទេនេះគឺជាអត្តចរិតរបស់គាត់នេះគឺជាបុគ្គលិកលក្ខណៈហើយអ្នកនយោបាយដែលចូលចិត្តអញ្ចឹងប្រហែលជានៅក្នុងសង្គមថ្មីមួយនេះមានបញ្ហាគឺយុវជននឹងវាតម្លៃទៅតាមអត្តចរិតទៅវាតម្លៃទៅតាមភាពជាអ្នកដឹកនាំរបស់គាត់ហើយអាចប្រឈមទៅនឹងការយើងអត់មានអីក្រៅពីការមានសញ្ញាឆ្នោតទេយើងអ្នកសម្រេចចិត្តអ្នកនយោបាយណាមានសមត្ថភាពអ្នកនយោបាយណាសន្យាទៅអាចធ្វើទៅបាននិងអ្នកនយោបាយនឹងខ្លាចជាអ្នកដឹកនាំបាទសូមអរគុណច្រើនលោករដ្ឋីអស់លោកអ្នកស្ដាប់ពេលនេះលោកអ្នកកំពុងតែតាមដានស្ដាប់នីតិសម្លេងយុវជននៃការផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកបាទ The Voice of America VOA បាទពេលនេះយើងកំពុងតែជជែកពិភាក្សាគ្នាអំពីការទាមទាររបស់យុវជនឲ្យមានការជជែកដេញដោលគ្នាអំពីគោលនយោបាយរវាងមេដឹកនាំគណៈបកនយោបាយដែលប្រកួតប្រជែងគ្នាយកសម្លេងឆ្នោតពីប្រជាពលរដ្ឋបាទហើយវាគ្មិនកិត្តិយសរបស់យើងក្នុងបន្ទប់ផ្សាយនៅរាជធានីភ្នំពេញគឺលោកអ៊ូរ៉ាធីជាសហស្ថាបនិកនៃក្រុមយុវជនកាហ្វេនយោបាយជាវាគ្មិននៅរាត្រីនេះបាទបើលោកអ្នកនាងមានសំណួរឬក៏មតិយោបល់ចង់ចូលរួមក្នុងកម្មវិធីនេះសូមទូរស័ព្ទមកយើងខ្ញុំតាមលេខ012 51 51 94បើលោកអ្នកប្រើបណ្ដាញ Facebook សូមសរសេរមកយើងខ្ញុំតាម facebook.com/voa ខ្មែរបាទឬបើលោកអ្នកចង់ក្លាយជាប្រិយមិត្តរបស់យើងខ្ញុំតាម Facebook នោះសូមចុចពាក្យថា like នៅលើទំព័រ Facebook របស់យើងបាទឥឡូវយើងមាន
លោកអ្នកស្ដាប់ដែលបានកំពុងរងចាំសួរគឺលោកស៊ូយៀនមកពីខាងខេត្តត្បូងឃ្មុំបាទសូមជំរាបសួរលោកស៊ូយៀនបាទមានសំណួរឬចម្ងល់អីសូមអញ្ជើញបាទបានវិទ្យុខាងសហការីរបស់ VA ហើយក្រុមទាំងលោកសូមជំរាបសួរបាទបាទសម្រាប់បងខ្ញុំសួរទៅលោកទូរទស្សន៍ថាតើលោកអាចមានថវិកាដើម្បីចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋដែលមិនបានប្រើបច្ចេកវិទ្យាទំនើបដូចជា Facebook ឬក៏អ៊ីនធឺណិតអីទេប៉ុន្តែចង់ឲ្យលោកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកល្ងងខ្លៅនៅតាមតំបន់ចង្កាត់មាត់ញោកហើយអាចចាក់ផ្សាយតាមវិទ្យុឬក៏ទូរទស្សន៍នៅតំបន់ជនបទដើម្បីគាត់មានគំនិតដើម្បីវិភាគយកព័ត៌មានដែលពីយុវជនចំនួនក្រោយហ្នឹងឲ្យមានការពិចារណាបានស៊ីជម្រៅនៅមូលដ្ឋានបាទសូមអរគុណសូមអរគុណសូមអរគុណច្រើនលោកស៊ូយៀនបាទតកតងនឹងសំណួរនឹងដែរខ្ញុំសូមភ្ជាប់ទៅនឹងអស់លោកអ្នកស្ដាប់ដែលបានសួរតាម Facebook បាទឈ្មោះ Red Sarin សួរថាតើក្រុមរបស់រដ្ឋាភិបាលនឹងគួរធ្វើអីបន្តទៀតបាទដើម្បីទាក់ទាញទឹកចិត្តយុវជនដែលជាទំពាំងស្នងរិស័យនឹងឲ្យចូលប្រឡូកក្នុងឆាកនយោបាយកាន់តែច្រើនឡើងតែមានយុទ្ធសាស្ត្រអីបាទមានវិធីសាស្ត្រអីហើយសំណួររបស់លោកស៊ូយៀននឹងធ្វើម៉េចដើម្បីចែករំលែកអ្វីដែលក្រុមរបស់រដ្ឋាភិបាលនឹងធ្វើបាទយើងមានពេល1នាទីសូមសង្ខេបមែនតើលោកទីបាទសូមជឿបងជឿនសួរថាតើយើងមានថវិកាអីដើម្បីផ្សព្វផ្សាយដូចខ្ញុំលើកខាងដើមរឿងនយោបាយដែលយើងពិភាក្សារៀងរាល់ថ្ងៃសៅរ៍នេះគ្រាន់តែជារឿងកំសាន្តយើងយកនយោបាយផ្សារភ្ជាប់ជាមួយជីវិតរស់នៅយើងអត់មានថវិកាអីទេយើងមកញ៉ាំកាហ្វេនៅហាងកាហ្វេហ្នឹងយើងចាយលុយខ្លួនឯងទិញកាហ្វេរដ្ឋថាយើងប្រជុំម្ដងយុវជន 50-60 នាក់មកជុំគ្នាចឹងទៅនាំគ្នាទិញកាហ្វេញ៉ាំជជែកគ្នា 3-4 ម៉ោងរឿងគោលនយោបាយហ្នឹងទៅយើងអត់មានថវិកាទេក៏ប៉ុន្តែបើមានអ្នកចង់ឧបត្ថម្ភយើងចង់បានហាងកាហ្វេមួយជាកន្លែងមួយដែលប្រមូលយុវជនឲ្យដល់ច្រើនមកទៀតមកចូលនៅក្នុងក្រុមយើងហើយយើងពិភាក្សាហើយយើងទៅសេវិភាគអត្ថបទអីចឹងទៅយើងអាចជាសម្លេងជាអីចែកចាយបាននឹងអនាគតដែលយើងចង់ឃើញអានឹងអាចឆ្លើយសំណួរបងសេរិនមួយដែរបាទសូមអរគុណច្រើនលោករដ្ឋាភិបាលបាទហើយដោយសារយើងអស់ម៉ោងទៅហើយខ្ញុំសូមអធិស្ឋានអរលោកអ្នកស្ដាប់យើងមិនអាចបន្តកម្មវិធីរបស់យើងតទៅមុខទៀតបានដូច្នេះខ្ញុំសូមបញ្ចប់កម្មវិធី Hello VOA របស់យើងតែត្រឹមនេះសូមអរគុណលោកអ្នកនាងដែលបានតាមដានស្ដាប់តាំងពីដើមរហូតមកហើយសូមអរគុណច្រើនលោករដ្ឋាភិបាលដែលបានចំណាយពេលអញ្ជើញចូលរួមជីវកម្មរបស់យើងនៅយប់នេះបើលោកអ្នកនាងមិនបានស្ដាប់តាំងពីដើមអាចចូលទៅកាន់គេហទំព័ររបស់យើងគឺvoacambodia.com បាទសម្រាប់ពេលនេះខ្ញុំបាទសាយមូនីអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅយប់នេះសូមអរគុណនិងសូមជម្រាបលាបាទជម្រាបលា